មារតីតែមួយក្រុមយុវជនបូជាការពារយុត្តិធម៌ក្រុមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេងនវត្រាបន្តស្រាក់ដីគ្នាដល់រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសកក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពារយុត្តិធម៌ក្រុមការដឹកនាំរបស់អ្នកអង្គការលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តស្រាក់ដីគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសកជាពិសេសបង្ហាញការគាំទ្រនិងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារស្លៀនពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពង់សូរជើងក្បែរស្មរភូមិនាំយកអំណោយផ្ដល់ជូនវរៈកងទ័ពជួរមុខនិងជនភៀសសកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការស្លៀនពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស